បែរទៅទិញស្បែកជើងថ្មីឲ្យកូនចាំនៅទីនេះកុំដើរផ្ដេសផ្ដាសបែរប្រញាប់ត្រឡប់មកវិញណាហេតុអីម៉ែមិនទាន់មកវិញទៀតថាទិញស្បែកជើងរួចនឹងមកវិញតើកូនអ្នកណានឹងឈរនៅទីនេះពេញមួយរសៀលហើយកុំចេះដឹងរឿងគេប្រហែលជាអាណាព្យាបាលគេនៅក្បែរនឹងហើយយំអីយំម្លេះដឹងតែពីយំរាល់ថ្ងៃមកកូនអ្នកណាគេនឹងចុះអាណាព្យាបាលឯងនៅឯណាម៉ែខ្ញុំគាត់ទៅទិញស្បែកជើងឲ្យខ្ញុំទិញស្បែកជើងដល់ពាក់កណ្ដាលអាធ្រាត្រគាត់ទៅទិញកង់ភ្លើងឲ្យណាចាមែនឯងឈ្មោះអីលីនស៊ីវម៉ានអាយុប៉ុន្មាន6ឆ្នាំផ្ទះនៅឯណាលេខទូរស័ព្ទស៊ីគុយឡានឯងស្រែករឿងអីទៀតហើយបើកវេនយប់រួចមិនព្រមទៅផ្ទះមកឈរឡូឡានៅកន្លែងចាំឡានមានក្មេងម្នាក់នៅទីនេះថាមានម៉ែទៅទិញស្បែកជើងឲ្យចាំតាំងពីសៀលដល់ឥឡូវមួយស្រីម៉ែឯងឈ្មោះអីចៅមេជុនចុះប៉ែងខ្ញុំអត់មានប៉ាទេនេះមិនដូចជាវង្វេងផ្លូវទេប្តឹងប៉ូលីសសិនទៅក្មេងនៅតូចមិនអាចឲ្យនៅកន្លែងចាំឡានរហូតទេញ៉ាំបាយហើយនៅញ៉ាំទៅមើលស្អីបាយវាមិនអាចលោតចូលមាត់ខ្លួនឯងទេគួយឡានកុំបន្លាចក្មេងពេកខ្ញុំបន្លាចនាងរឿងដែលនាងត្រូវជួបទៅថ្ងៃមុខវាគួរឲ្យខ្លាចជាងមុខខ្ញុំនេះទៅទៀតយំអីទៀតទឹកភ្នែកឯងអាចយកមកធ្វើជាសម្បត្តិឡានបានមែនតើម៉ែឯងចេញទៅតាំងពីអង្ការដល់ទៅទីណាហិនភៀកមិនដែរស្លៀកពាក់ខោអាវពណ៌អីគាត់ដើរទៅត្រើយម្ខាងផ្លូវថាទៅទិញស្បែកជើងឲ្យខ្ញុំកុំខ្លាចអីមីងនឹងជួយរកម៉ែឲ្យឯងបើគាត់ចង់រកមែនតាំងពីសៀលដល់ឥឡូវគាត់គួរតែមកដល់យូរហើយយើងឆែកកាមេរ៉ាសិនមើលថាគាត់ដើរទៅទីដល់ណាថៅកែឃើញស្ត្រីម្នាក់នេះទេគាត់មកជាមួយក្មេងស្រីម្នាក់សួរពេញមួយជួរហើយអត់មានអ្នកឃើញទេមិនអាចគេងបានទេបើគេងលក់ចុះបើកន្លែងនេះបាត់ទៀតតើធ្វើម៉េចឥឡូវមិនដូរកុមារកំព្រាពិបាកចូលណាស់ឬក៏ឲ្យខាងប៉ូលីសយកទៅសិនទៅផ្ទះខ្ញុំគួយឡាននេះមិនមែនជារឿងតូចតាចទេឯងរស់នៅម្នាក់ឯងហើយត្រូវបើកឡានទៀតនាំក្មេងទៅតាមវាមិនស្រួលទេខ្ញុំថាឲ្យនៅតែមួយយប់សិនទេស្អែកចាំរកម៉ែគេឬតាក់ទងមណ្ឌលកុមារកំព្រាក៏បានតើអ្នកមីងជាអ្នកបើកបរឡានក្រុមទី3ស៊ីគួយឡានតោះមិនដែរចាំឲ្យខ្ញុំអញ្ជើញឡើងឡានមែនល្ងងណាស់គ្រាន់តែឡើងឡានក៏ដួលដែរអង្គុយឲ្យជាប់គុំឲ្យធ្លាក់ខ្ញុំគ្មានលុយសងទេគួយឡានមកវិញយប់ម្លេះថ្ងៃនេះបើកវេនចុងក្រោយមែនក្មេងនឹងកូនអ្នកណារើសបាននៅកន្លែងចាំឡានរើសបានអីយយរឿងរើសក្មេងមិនអាចធ្វើផ្ដេសផ្ដាស់ទេណាខ្ញុំអ្នកបើកឡានក្រុងដឹកមនុស្សពីកើតទៅលិចរាល់ថ្ងៃរាប់រកតែម្នាក់នឹងមិនបានចូលមកមិនចាំឲ្យខ្ញុំអញ្ជើញដែរមែនពីមុនម៉ែឯងចូលចិត្តវាឯងមែនអូខេខ្ញុំមិនសួរទេដោះស្បែកជើងចេញឲ្យដោះស្បែកជើងមិនមែនឲ្យឡើងទីលានប្រហារទេចៅមេជុនពិតជាខ្លាំងមែនជើងកូនដល់ថ្នាក់នឹងហើយនៅថាទៅទិញស្បែកជើងទៀតកុំកំរើកបើនៅតែកខ្វក់បែបហ្នឹងវានឹងរលួយមិនខានយំធ្វើអីបើឈឺក៏ចាំទុកទៅថ្ងៃក្រោយកុំឈរចាំមនុស្សដែលមិនត្រឡប់វិញទៅណាម៉ែខ្ញុំគាត់មកវិញមែនទេមកវិញអីនោះជាឡានសមីស៊ូដឹកសម្រាមទេមកនេះចង់ឲ្យខ្ញុំបញ្ចុកទៀតមែនខ្ញុំមិនឃ្លានទេពោះឯងវាស្មោះត្រង់ជាងមាត់ឯងប្រញាប់ញ៉ាំទៅភ្ញាក់ហើយក៏ក្រោកឡើងគុំមកធ្វើពុតជាកូនឆ្មានេះជាខោអាវចាស់របស់ចៅស្រីមីងវាងនៅផ្ទះជិតខាងស្លៀកសិនទៅឲ្យច្បាស់ថ្ងៃនេះខ្ញុំបើកវេនព្រឹកប្រធានមកនឹងនាំឯងទៅប៉ុស្តិ៍ប៉ូលីសគេសួរអីឆ្លើយនឹងគុំកុហកអានឹងគុំឲ្យបាត់ឲ្យសោះតើម៉ែនឹងមកតាមរកខ្ញុំទេញ៉ាំបាយសិនទៅញ៉ាំទៅមើលស្អីលើសុទ្ធនឹងមានអសរមែនកុំយំទឹកភ្នែកស្រក់ចូលបាយវាប្រៃណាស់ញ៉ាំរួចយកចានទៅដាក់ក្នុងឡាបូកុំដើរផ្ដេសផ្ដាសតើគាត់នឹងមកវិញទេប៉ុន្តែពូមានអារម្មណ៍ថាក្តៅណាស់មិនសូវខ្លាចទៀតទេកុំខ្លាចអីខ្ញុំពូម៉ាយប់មិញយើងជួបគ្នាហើយគួយឡានឲ្យខ្ញុំយករបស់នេះមកឲ្យឯងគាត់ចរិតអញ្ចឹងឯងមាត់ខ្លាំងជាងស៊ីផ្លេឡានក្រុងទៅទៀតតែចិត្តគាត់មិនអាក្រក់ទេ
ឆែកកាមេរ៉ាឃើញហើយបរិសម្នាក់នេះឈ្មោះលីនជាងឆឹងស្លាកលេខឡានក៏រកឃើញដែរសៀវម៉ានមីងនឹងបន្តជួយរកគាត់ឲ្យឯងតែបើបណ្ដោះអាសន្នរកមិនឃើញឯងប្រហែលជាត្រូវទៅមណ្ឌលកុមារកំព្រាសិនខ្ញុំមិនចង់ទៅទេអាចរងចាំបន្តិចទៀតបានទេគួយឡានថាគាត់នឹងមកវិញពេលថ្ងៃត្រង់តាមនីតិវិធីក្មេងគ្មានអាណាព្យាបាលមិនអាចទុកនៅផ្ទះឯកជនរហូតបានទេចុះបើមានរឿងអីកើតឡើងអ្នកណាទទួលខុសត្រូវរកមនុស្សឃើញនៅចុះស្រីម្នាក់នោះរកឃើញស្លាកលេខឡាននៅរកឃើញហើយកំពុងតាក់ទងគាត់ទៅប្រាប់ថាឯងក្មេងក្តៅខ្លួនចិត្តស្លាប់ហើយចាំមើលគាត់មកអត់លោកស្រីស៊ីឥឡូវត្រូវយកក្មេងទៅសិនខាងមណ្ឌលកុមារកំព្រានឹងមកទទួលពេលរសៀលចុះបើគេមិនព្រមទៅគេនៅតូចមិនអាចឲ្យគេសម្រេចចិត្តខ្លួនឯងទេអញ្ចឹងឲ្យខ្ញុំជាអ្នកមើលថែសិនបានទេគួយឡានគិតឲ្យច្បាស់ណាស់ចុះរឿងឯងសារធ្វើម៉េចតើអ្នកជាអ្វីនឹងគេឥឡូវនេះមិនទាន់ជាអ្វីនឹងគ្នាទេតែមុនពេលម៉ែគេមកខ្ញុំជាអ្នកមើលថែបាយខ្ញុំឲ្យញ៉ាំក្រែខ្ញុំឲ្យគេងរៀនសូត្រខ្ញុំជាអ្នកបញ្ជូនទៅបើមានរឿងអីកើតឡើងរកខ្ញុំចុះឯងដឹងទេនេះមិនមែនចិញ្ចឹមកូនឆ្មាកូនឆ្កែពីរបីថ្ងៃទេខ្ញុំដឹងគេជាមនុស្សមិនមែនកូនឆ្មាកូនឆ្កែដែលចេះតែបោះចោលទៅវិញទៅមកបានទេយំអីខ្ញុំមិនទាន់ស្លាប់ទេខ្ញុំនឹងទៅខាងថ្នាក់ដឹកនាំក្រុមឡានខាងសង្កាត់ក៏ត្រូវរៀបចំឯកសារដែរវេនរសៀលថ្ងៃនេះខ្ញុំនៅតែបើកឯងជួយមើលគេឲ្យខ្ញុំផងអូខេចាំខ្ញុំរៀបចំកន្លែងឲ្យគេងសិនទៅយប់មិញប្រហែលជាគេងមិនលក់តិចចុះកុំធាក់ភួយកន្លែងនេះគ្មានភួយទី2ឲ្យឯងដណ្ដប់ទេធ្វើអីហ្នឹងតើអ្នកមីងនឹងមកវិញទេគួយឡានចេញហើយឡានមានទៅក៏មានមកវិញដែរបើកមួយជើងនេះរួចខ្ញុំនឹងមកវិញផឹកទឹកនៅមិនក៏ដៃត្រជាក់ម្លេះសរសេរអក្សរអីដូចជន្លេងវាអញ្ចឹងសៀវម៉ានថ្ងៃក្រោយឯងចង់បើកឡានក្រុងដែរមែនសាច់អីថ្ងៃក្រោយគេត្រូវទៅរៀនមិនដូចពួកឯងកាន់ចង្កូតរាល់ថ្ងៃរហូតដល់ក្រិនដៃអស់ទេគួយឡានមាត់គាត់រអ៊ូតែចិត្តគាត់បារម្ភជាងអ្នកណាទាំងគួយឡានមនុស្សខាងសង្កាត់មកហើយគេចង់និយាយរឿងក្មេងជាមួយឯងលោកស្រីស៊ីយើងយល់ពីទឹកចិត្តឯងតែឲ្យក្មេងនៅតាមបែបនេះវាមិនត្រឹមត្រូវទេបែរគេនៅតាក់ទងមិនបានរឿងសៀវភៅស្នាក់នៅការចូលរៀនអាណាព្យាបាលត្រូវមានច្បាប់ទម្លាប់អញ្ចឹងក៏ធ្វើទៅការរៀបចំឯកសារវាមិនមែនគ្រាន់តែនិយាយមាត់ទេឯងគ្មានកូនទេមែនទេអត់មានទេរស់នៅម្នាក់ឯងចាស់ម៉ោងធ្វើការមិនទៀបទាត់បើកឡានក្រុងមានពេលណាទៀងទាត់ទៅតើឯងធ្លាប់គិតទេថាឯងមើលថែគេមិនដិតដល់ក្មេងមិនមែនគ្រាន់តែឲ្យបាយញ៉ាំក៏រួចខ្លួនទេត្រូវទៅរៀនពិនិត្យសុខភាពលោកស្រីស៊ីខ្សែទី17ដល់ពេលចេញហើយវេនព្រឹកខ្ញុំអាចដូរជាមួយគេបានវេនយប់ខ្ញុំអាចកាត់បន្ថយបានមុនពេលគេចេញពីរៀនខ្ញុំឲ្យគេមកធ្វើកិច្ចការផ្ទះនៅកន្លែងធ្វើការខ្ញុំរឿងបាយទឹកខ្ញុំវិចខ្ចប់មកតាមបើឈឺខ្ញុំសុំច្បាប់ឯងគិតច្បាស់ហើយគួយឡាននិយាយស្ដីប្រយ័ត្នមាត់បន្តិចខ្ញុំមិនបានរៀនសូត្រខ្ពង់ខ្ពស់ទេឯកសារធ្វើមិនខ្លះពួកលោកបង្រៀនខ្ញុំត្រូវចុះហត្ថលេខានៅត្រង់ណាប្រាប់ខ្ញុំមក My Word តែថ្ងៃនេះមិនឲ្យអ្នកណាមកអូសគេដូចជាវ៉ាន់ទេលីនសៀវម៉ានចាស់មកនេះលោកស្រីស៊ីក្នុងពាក្យសុំអាណាព្យាបាលបណ្ដោះអាសន្នត្រង់ប្រឡោះទំនាក់ទំនងអ្នកណាជាអាណាព្យាបាលតើអ្នកចង់ដាក់ក្នុងនាមជាអ្វីខ្ញុំជាអាណាព្យាបាលរបស់គេអ៊ីនៅថ្ងៃក្រោយបើមានគេសួរប្រាប់គេទៅថាឯងមានអាណាព្យាបាលហើយកុំធ្វើមុខដូចក្មេងអត់ម៉ែអត់បែអញ្ចឹងយំទៀតហើយស្ដីឲ្យពី3មាត់ក៏យំថ្ងៃក្រោយទៅរៀនបើគ្រូស្ដីឲ្យតាឯងធ្វើម៉េចគួយឡានដល់ពេលចេញឡានមែនតែនហើយនៅទីនេះឲ្យស្ងៀមកុំដើរផ្ដេសផ្ដាសខ្ញុំបើកមួយជើងនេះរួចនឹងនាំឯងទៅទិញស្បែកជើងម៉ែទៅទិញស្បែកជើងថ្មីឲ្យកូនចាំនៅទីនេះកុំដើរផ្ដេសផ្ដាសខ្ញុំមិនកុហកក្មេងទេលីនសៀវម៉ានចាស់អូហូក្មេងនេះសំសួនគ្រាន់បើមិនបាច់ចេញឡានទៀតទេតោះទៅណាទិញស្បែកជើងមិនខ្លាចខ្ញុំបោះឯងចោលនៅចិញ្ចើមផ្លូវដែរមែន